សេចក្តីថ្លៃថ្នូររបស់ភូមិគ្រឹះហៅមិនមែនឲ្យនាងមកជន់ឈ្លីតាមតែចិត្តនោះទេតំណែងជាភរិយាដើមនាងគុំសង្ឃឹមឡើយយកយកដល់មនោសញ្ចេតនាកន្លងមកនាងស្នាក់នៅទីនេះធ្វើជាស្រីស្នំចុះប្រុងប្រយ័ត្នខ្លួនឲ្យល្អទៅស្រីស្នំហ្វូឆាងយានឯងវាថោកទាបណាស់មិនដែរមិនព្រមមែនទេហឺនាងធ្វើរឿងអាម៉ាស់បែបនេះទៅហើយខ្ញុំយល់ព្រមឲ្យនាងនៅទីនេះធ្វើជាស្រីស្នំគឺយកយកបំផុតហើយកុំមកធ្វើជាពុតត្បុតនិយាយថាដើម្បីខ្ញុំឲ្យសោះមិនមែនដោយសារតែចង់បានថ្លៃទឹកដោះរបស់ខ្ញុំដើម្បីយកទៅប៉ះប៉ូវបំណុលរបស់ភូមិគ្រឹះទេអីហ្វូឆាងយានខ្ញុំចង់លេងលេះជាមួយឯងព្រះនាងម្ចាស់បុត្រច្បងរបស់ជីងហៅគ្រងនឹងទម្លាក់តំណែងភរិយាដើមមកជាស្រីស្នំពេលនេះសិនអានបាននាំអ្នកស្រីលៀបដែលមានភស្តុតាងកសោវិច័យទៅភូមិគ្រឹះហៅដើម្បីបង្ខំឲ្យលេងលេះហើយល្អណាស់ឆ្កែក្បត់ឆ្កែល្អមើលណាស់មុននឹងទៅណានចៅកណេឲ្យចាស់របស់ម្ចាស់ខ្លួនមុនក៏គួរតែទូទាត់ឲ្យជ្រះស្រឡះដែរឈៀងឲ្យគ្រួសារសិនត្រូវបានរលាយបាត់បង់អស់ទៅហើយពេលនេះកូនថែមទាំងបានកាត់ដាច់ជាមួយភូមិគ្រឹះហូរទៀតថ្ងៃខាងមុខតើត្រូវធ្វើដូចម្ដេចទៅកូនខ្ញុំនៅក្នុងកូនណានចៅនេះក៏មិនខុសពីកណ្ដោរត់កាត់ថ្នល់នោះដែរបុរសម្នាក់នោះបានសន្យាថានឹងនាំខ្ញុំទៅធានយាននេះជាផ្លូវតែមួយគត់របស់ខ្ញុំហើយកូនចង់ទៅពឹងពាក់ស្រូវរបស់ព្រះអង្គម្ចាស់មែនទេមិនបានទេកូននេះដូចជារឿងខ្លួនចូលទៅក្នុងមាត់ខ្លាយ៉ាងអញ្ចឹងកូននឹងត្រូវបាត់បង់ជីវិតមិនខានខ្ញុំមិនមែនកំពុងពិភាក្សាជាមួយអ្នកម្ដាយនោះទេថ្ងៃស្អែកក្រុមដង្ហែការរបស់ធានយាននឹងចាប់ផ្ដើមចេញដំណើរចាក់ចេញពីណានចាហើយសិនអានរូគ្មានពេលមកខ្វល់ខ្វាយពីខ្ញុំនោះទេបងវាទៅចុះកូនយករបស់នេះទៅតាមខ្លួនផងប្រវត្តិរបស់បុរសម្នាក់នោះកូនក៏ដឹងច្បាស់ដែរប្រសិនបើគ្មានសមត្ថភាពខ្លះទេតើឪពុករបស់កូនអាចនឹងមិនខ្វល់សំបីតែព្រះនាងនោះទៅគ្រាន់តែថារបស់ពលទាំងនេះរបស់ណានចៅម៉ែគ្មានឱកាសបានប្រើប្រាស់វាទៀតនោះទេថ្ងៃនេះប្រគល់វាឲ្យកូនទៅធានយានស្វែងរកផ្លូវរស់រានមានជីវិតមួយចុះក្រាបថ្វាយបង្គំលើកទី1ក្រាបថ្វាយបង្គំលើកទី2ក្រាបថ្វាយបង្គំលើកទី3ព្រះនាងហ្វាំងអ៊ីរៀបអភិសេកហើយក្រាបបង្គំទូលព្រះអង្គម្ចាស់រតនផនដ៏មានតម្លៃរបស់ណានចៅយើងខ្ញុំសូមប្រគល់ជូនព្រះអង្គហើយថ្ងៃអនាគតឲ្យតែហ្វាំងអ៊ីរស់នៅបានសុខស្រួលនោះណានចៅនិងធានយានរបស់យើងនឹងរក្សាចំណងមិត្តភាពល្អនឹងគ្នារហូតទៅលោកអ៊ុំម្នាក់នេះពិតជាមិនអាក្រក់មែនពេលទៅដល់ធានយានត្រូវរស់នៅឲ្យបានល្អជាមួយព្រះអង្គម្ចាស់កូនរស់នៅបានល្អព្រះអង្គនឹងក្លាយជាបង្អែកតែមួយគត់របស់កូនកុំភ្លេចសរសេរសម្បត្តិមកវិញផងកុំភ្លេចលោកអូណាទីនេះគឺជាផ្ទះរបស់កូនជារៀងរហូតទោះបីជាជាតិមុនខ្ញុំនិងម្ចាស់រូបនេះដូចគ្នាមិនដែលធ្លាប់ទទួលបានក្តីស្រឡាញ់ពីក្រុមគ្រួសារប៉ុន្តែនៅខណៈពេលនេះខ្ញុំបែរជាអាចទទួលអារម្មណ៍នេះបានពីលោកអ៊ុំម្នាក់នេះទៅវិញព្រះអង្គម្ចាស់សូមផ្ញើកូនស្រីផងសូមព្រះចៅណានចៅកុំបារម្ភអីទូលបង្គំនឹងការពារនាងឲ្យមានសុវត្ថិភាពអស់មួយជីវិតធ្វើដំណើរអស់រយៈពេល2ខែទីបំផុតក៏បានមកដល់ព្រំដែនធានយានហើយពេញមួយផ្លូវនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់ចម្លែកណាស់តើពួកឃាតក៏រត់ទៅណានចៅអស់ហើយមែនទេតាមធម្មតាគួរតែមានការលុកឆ្មក់វាប្រហារខ្លះនៅតាមផ្លូវទៅត្រូវពេលចូលដល់ធានយានអំណាចរបស់ស៊ូយ៉ាងនឹងកាន់តែខ្លាំងពួកយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្លាំងជាងមុន